Và sự sự bên phần này bạn chẳng nghe nè cô lời dù mình thôi niệm một nữa nè và một biển mà chạy chun một lần dương châu hiện sầm rạp còn nặng tiền buồn mấy thì dương so về một hai tiền đa chẳng này bà chẳng tam phất cô thời lời dù mình kịch niệm một cái nè cô xong chạy lên nơi mẹ điên thôi niệm một đó bà phụ về chụp ảnh hà chào tiết xa dương miền mùa đất than nặng tiền bảy hào hai hào đa chẳng này bà chẳng có mà cà phê dù dương chập đa mà tam đa chung một cùng nè bà chẳng dương châu đo mẹ điên chỉ đọc pi và từ sự vật Peter và những sắc xa mà median nó và miền median nó miền pi trong nòng trường thống và trong nòng trường thống và từ sự vật Peter thì muối thì piคือ anabot từ sự bot ដែលក្នុងការអនុវត្តទ្រឹស្ដីបត់នឹងដែរបាទមាន2ចំណុចបាទទី1គឺអនុវត្តដើម្បីកណនីរបស់ជ្រុងបាទហើយទី2អនុវត្តនៅក្នុងជីវភាពរស់នៅបាទបាទអញ្ចឹងយើងកុំឲ្យខាត់ពេកយើងបន្តទៅទៀតបាទអញ្ចឹងកន្លែងនេះគ្រូបញ្ចូលបាទធាតុចូលគឺគ្រូបញ្ចូលតកតទៅនឹងរំលឹកមេរៀនចាស់បាទហើយក៏មានជាវត្ថុក្នុងដែរបាទអញ្ចឹងរំលឹកមេរៀនចាស់ណាមានន័យថាយើងប្រហែលជាស្គាល់ហើយថាណាទី8ណាតើទ្រឹស្ដីបត់ Peter ហ្នឹងគេអនុវត្តទៅលើប្រភេទtake count ដូចនេះបាទអញ្ចឹងងាយងាយអញ្ចឹងតើទ្រឹស្ដីបត់ Peter គេអនុវត្តទៅលើ take count អីបាទចម្លើយគឺអនុវត្តទៅលើ take count កែទី2តើចំពោះត្រីកោណកែងដែលមានដែលចំពោះត្រីកោណកែងជ្រុងដែលមិនជាប់នឹងមុំកែងគេហៅថាជ្រុងថេតហ្នឹងតើគេអាចហៅបានយ៉ាងដូចម្ដេចចំពោះជ្រុងថេតហ្នឹងអញ្ចឹងម្ដងទៀតតើចំពោះត្រីកោណកែងជ្រុងដែលមិនជាប់នឹងមុំកែងយើងហៅថាជ្រុងថេតហ្នឹងតើគេអាចហៅឈ្មោះម្យ៉ាងទៀតបានយ៉ាងដូចម្ដេចអញ្ចឹងចម្លើយគឺអ៊ីប៉ូតេបាទអ៊ីប៉ូតេនុកបាទតទៅទៀតយើងដឹងថានៅក្នុងការសិក្សាមេរៀនមួយបាទឬក៏មុខវិជ្ជាណាមួយក៏ដោយនៅពេលដែលដំណើរការនៃការបង្រៀននឹងរៀនចប់បាទយើងត្រូវមានគោលដៅច្បាស់លាស់ថាតើខ្លឹមសារមេរៀនយើងហ្នឹងនៅពេលដែលយើងរៀនចប់ហ្នឹងគោលបំណងយើងចង់បានអីបាទអញ្ចឹងគ្រូមានជាវត្ថុបំណងនៃមេរៀនបាទទី1យើងហៅថាវិជ្ជាសម្បត្តិបាទចំណេះដឹងបាទចំណេះដឹងឬក៏យើងហៅថាចំណេះដឹងអញ្ចឹងចំណេះដឹងគឺសិស្សប្រាប់បានណាប្រាប់បានពីទ្រឹស្ដីបត់ Peter បានត្រឹមត្រូវបាទតាមរយៈការរៀនហ្នឹងបាទឬក៏បើសិនជាសិស្សនឹងសកម្មគឺតាមរយៈការស្រាវជ្រាវអីចឹងមកណាដែលមានការសម្របសម្រួលបន្ថែមពីគ្រូបាទចំណេះដឹងឬក៏យើងហៅថាវិជ្ជាសម្បត្តិបំណិនឬណាឬក៏យើងហៅថាបំណិនសម្បត្តិបាទអីគេបំណិនសម្បត្តិហ្នឹងគឺសិស្សដោះស្រាយលំហាត់បាទសិស្សដោះស្រាយលំហាត់តាក់ទងទៅនឹងទ្រឹស្ដីបត់ Peter ហ្នឹងបានត្រឹមត្រូវដែរណាបាទតាមរយៈការសម្របសម្រួលបន្ថែមពីគ្រូបាទចុងក្រោយគឺយើងហៅថាការបត់បែនណាការបត់បែនឬក៏យើងហៅថាចក្រយាសម្បត្តិបាទសិស្សមានកំណត់ច្នៃប្រឌិតភាសាភ្ជាប់មេរៀនដែលយើងបានរៀននៅក្នុងសាលាណាគឺយកអនុវត្តទៅនឹងជីវភាពនៅប្រចាំថ្ងៃណាព្រោះយើងការរៀនសូត្រយើងរៀនក្នុងសាលាយើងត្រូវapply វាណាទៅយកទៅប្រើប្រាស់ជីវភាពប្រចាំថ្ងៃបាទតើវាមានប្រយោជន៍អីខ្លះបាទយើងក៏ជឿដោះស្រាយបាទប៉ុណ្ណឹងគ្រូមានប៉ុណ្ណឹងបាទអញ្ចឹងយើងចូលទៅដល់ខ្លឹមសារមានយើងទៅបាទទី1គឺទ្រឹស្ដីបត់ Peter បាទអញ្ចឹងនេះគឺទ្រឹស្ដីបត់ Peter គេឲ្យទីកោណកែង ABC មួយណាបាទនេះគ្រូមានជារូបបាទតែពិតគឺគេឲ្យជាងស្រាយបាទគេឲ្យទីកោណកែង ABC មួយបាទដែលមានមុំកែងនេះគឺ90បាទកែងត្រង់ C ហ្នឹងហើយ AB យើងហៅថាជ្រុងថេតមួយហ្នឹងយើងហៅថា hypotenuse ហ្នឹងបាទហើយជ្រុង A ធំ C ធំនិងជ្រុង B ធំ C ធំគឺជាជ្រុងដែលជាប់នឹងមុំកែងបាទហើយយើងធ្វើការតាំងបាទ A ធំ B ធំតាំងដោយជ្រុងតូចគឺ C តូចបាទជ្រុង A ធំ C ធំតាំងដោយជ្រុងអក្សរតូចបាទគឺ B តូចជ្រុង B ធំ C ធំយើងតាំងដោយជ្រុងអក្សរតូចដែរគឺ A ឆ្លាស់គ្នាអញ្ចឹងណាបាទ A B C A B C បាទ A B C បាទហ្នឹងហើយអញ្ចឹងគេឲ្យត្រីកោណកែង ABC មួយដែលមានរង្វាស់ជ្រុង ABC ដោយរូបនៅរូបបង្ហាញនេះដែលមាន AB ជារង្វាស់
ជ្រុងនេះមួយកែកបាទនេះគឺaតូច b តូចគឺជារង្វាស់ជ្រុងមួយកែកហើយនឹង c តូចនេះគឺជាជ្រុងថេនេះយើងហៅថា hypotenuse បាទយើងនឹងធ្វើការស្រាវបញ្ជាក់ថាទ្រឹស្ដីបទពីតកឺនឹងប្រឡូកពោយ៉ាងដូចម្ដេចបាទយើងនឹងធ្វើការស្រាវបញ្ជាក់ថា hypotenuse ការ៉េស្មើទៅនឹងបូការ៉េនេះជ្រុងចុងមួយកែកណាបាទអញ្ចឹងគ្រូមានរូបមួយទៀតសូមបញ្ជាក់ថានៅក្នុងការស្រាវបញ្ជាក់ចំពោះធននិមិត្តគេមិនមែនលក្ខណៈថាបិទកំណត់យើងហាមយើងឲ្យត្រូវយើងត្រូវដើរចេះអត់ទេសំខាន់ខ្លួនឯងសាយមកឲ្យមានលក្ខណៈវិទ្យាសាស្ត្រហើយតក្កវិទ្យាពិតបាទហើយព្រៀងផ្ទាល់ទៅនឹងអ្វីដែលគេចង់បានអានោះគឺយើងអាចទទួលយកបានហើយបាទនេះអញ្ចឹងក៏មានរូបបាទអញ្ចឹងយើងធ្វើការគូររូបមិនគូទៅណាបាទធ្វើការគូររូបមិនគូទៅសំខាន់គោលដៅគឺឲ្យស្រាយឲ្យឃើញថា c ការ៉េស្មើ a ការ៉េបូក b ការ៉េអញ្ចឹងយើងដឹងហើយថាត្រីកោណកែងនេះ hypotenuse គឺជ្រុង c តូចបាទជ្រុងជាប់មុំកែងអាខ្លីគឺ a អាវែងគឺ b បាទអញ្ចឹងអាខ្លីនេះជ្រុងជាប់មុំកែងបាទនេះត្រីកោណខាងនេះមួយមកណាបាទត្រីកោណនេះមួយបាទនេះជ្រុងតូច a ជ្រុងបន្ទាប់ b ជ្រុងថេតគឺជាជ្រុងដែលវែងជាងគេនៅក្នុងត្រីកោណកែងជ្រុងដែលវែងជាងគេគឺជ្រុងថេតនឹងហើយឬក៏យើងហៅថា hypotenuse នឹងហើយណាបាទនេះបាទយើងមករូបនឹងមកបាទចឹងតាមរយៈរូបហ្នឹងយើងឃើញថាផ្ទីកលាធំឬក៏យើងហៅថាផ្ទីកលាសរុបបាទផ្ទីកលាសរុបរបស់រូបហ្នឹងហើយណាផ្ទីកលាសរុបរបស់រូបហ្នឹងគឺជាការ៉េបាទគឺជាការ៉េបាទអានេះក៏ a បូក b ជ្រុងនេះក៏ a បូក b ជ្រុងនេះក៏ a បូក b ជ្រុងនេះក៏ a បូក b អញ្ចឹងផ្ទីកលាសរុបរបស់ការ៉េធំយើងដឹងហើយថាការ៉េផ្ទីកលាមានរូបមន្តជ្រុងគុណជ្រុងឬក៏យើងហៅថាបណ្ដោយគុណទទឹងក៏បានដែរណាដោយសារតែបណ្ដោយគុណទទឹងនឹងមានប្រវែងស្មើគ្នាណាមានប្រវែងស្មើគ្នាអញ្ចឹងបណ្ដោយយើងក៏ a បូក b ទទឹងយើងក៏ a បូក b អញ្ចឹងគូសេបានប៉ុណ្នេះណាសេបានប៉ុណ្នេះបាទអញ្ចឹងយើងជួសមកយើងដឹងហើយថាលក្ខណៈសមភាពបាទសមភាពសំខាន់ណាទី8យើងដឹងហើយថា a បូក b កតាបូក b យើងអាចទៅសេវាថា a បូក b លើកជាការ៉េឬក៏ឧទាហរណ៍ថា x គុណ x វា x ការ៉េហើយអញ្ចឹងហ៎បាទអញ្ចឹងយើងសេលក្ខណៈហ្នឹងត្រឡប់មកវិញ a បូក b លើកជាការ៉េហ្នឹងតើវាមានរូបមន្តដូចម្ដេចចំពោះសមភាពសំខាន់ហ្នឹងយើងចាំហ៎បាទអញ្ចឹង a បូក b លើកជាការ៉េស្មើ a ការ៉េបូក2ដង ab បូក b ការ៉េបាទអញ្ចឹងនេះគឺជាផ្ទីក្រឡារបស់ការ៉េទាំងមូលឬក៏យើងហៅថាការ៉េធំបាទបែបហ្នឹងបន្តមកទៀតយើងមកមើលនៅក្នុងណាមើលនៅក្នុងការ៉េនេះដែរបាទការ៉េនេះដែរបាទគឺអីគេយើងបាទការ៉េ MNOP បាទ MNOP ដែលមានជ្រុងបដោយតឹងគឺស្មើគ្នាណាបាទអញ្ចឹងទីកន្លាបាទជ្រុងគុណជ្រុងឬក៏បណ្ដោយគុណតឹងបដោយតឹងស្មើគ្នាសេដូចគ្នាអញ្ចឹងសេគុណសេស្មើសេការ៉េបាទសេការ៉េមួយវិញទៀតយើងដឹងថាផ្ទីកន្លាត្រីកោណកែងមួយនេះបាទយើងមកមើលផ្ទីកន្លាត្រីកោណកែងដែលពនេះមាន4ត្រីកោណកែងតែត្រីកោណកែងទាំង4ហ្នឹងគឺប៉ុននេះទាំងអស់បាទនេះជ្រុងវា A B C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  អញ្ចឹងគ្រូសុំរកផ្ទីកន្លាត្រីកោណកែងតែមួយទេយើងមកសិក្សាបាទអញ្ចឹងដោយផ្ទីកន្លាត្រីកោណកែងមួយនេះយើងដឹងថាផ្ទីកន្លាត្រីកោណកែងឬក៏ផ្ទីកន្លាត្រីកោណគឺស្មើទៅនឹងបាតគុណកម្ពស់ចែកជា2បាទអញ្ចឹងបាតយើងចង់យកមួយណាជាបាតក៏បានដែរបាទអញ្ចឹងa នេះជាបាតក៏បាន b នេះជាបាតក៏បានអញ្ចឹងបើសិនជាខ្លួនឯងយក a ជាបាត b ជាកម្ពស់បើយក b ជាកម្ពស់ a ជាបាតបាទអញ្ចឹងណាបាទអញ្ចឹងផ្ទីកន្លាត្រីកោណកែងគឺស្មើទៅនឹងកន្លះណាកន្លះបាតគុណកម្ពស់ជាងមកបាទអញ្ចឹងយើងឃើញថាផ្ទីកន្លាត្រីកោណកែងមួយស្មើ1លើ2 a គុណ b ឲ្យចុះបើសិនជាផ្ទីកន្លាត្រីកោណកែងដល់14អញ្ចឹងយើងគុណ4មកគេបានផ្ទីកន្លាត្រីកោណកែងទាំង4យក4គុណនឹងផ្ទីកន្លាត្រីកោណកែងមួយស្មើ 2ab អញ្ចឹងយើងឃើញអស់ហើយផ្ទីកន្លាសរុបយើងឃើញស្មើ a ការ៉េបូក 2ab បូក b ការ៉េផ្ទីក្រឡាពណ៌សនេះរបស់ការ៉េពណ៌សយើងឃើញ c ការ៉េផ្ទីក្រឡាត្រីកោណយើងឃើញសរុប 2ab អញ្ចឹងយើងដឹងហើយថាផ្ទីកន្លាត្រីកោណទាំង4បូកផ្ទីកន្លាពណ៌សនេះគឺស្មើផ្ទីកន្លាសរុបឬក៏ផ្ទីក្រឡាពណ៌សនេះ
nè đam bay rụp tì cả là po số ní cứ smart từ nâng tì cả là sở rộng độ tì cả là tây cao thì bỏ chứng nè nè smart tì cả là sở rộng nè đam bay hồ tì cả là tây cao đó xong tốt tì cả là cái này po số nè âm ân op nè tì cả là cái này po số âm ân op bố tì cả là tây cao tầng 4 cứ smart tì cả là sở rộng chứng bởi sân chi phù hộ tì cả là po số tì là cái này có số cứ smart nên tì là sẽ đọc và lúc còn những tì là cái này thông đó tì là thì còn được buồn cho là đầu tì là bỏ số cái này bỏ số những khởi cứ xe cái đấy của chúa tì là cái này thông khởi ní cái đấy một kia b cái đấy đó tì là cái còn được buồn khởi tì bấy chấm độ kia bấy bộ kia bấy chấm smart cái đấy bộ b cái đấy chẳng cứ dương tê bàn chỉ từ sĩ bọt xong và chạm tích đó như cái non của nó bị xí từ sĩ bọt mình đây thay dương ai sai bàn chạm bàn dương ai vừa cả sai bàn tại bờ nhìn dù mình đây được có phải sắp như dương ở ai sai chạm bàn tê cứ dương tiền theo bình trần ấy tái dương ai bị dội được bàn đó chẳng từ sĩ bọt dương tê bàn tha non thì cầm cài mùi dương tê bán từ sĩ bọt bị từ nó cứ lốp bao tha cả rễ ní bao thì nụ mà cứ xe cái ní smart nâng phật bố cái đấy ní trong chóp mông cài và smart nâng phật bố và cái đấy ní trong chóp mông cài tránh dân tiên bàn chỉ từ sự bọt muối cả đôi chỉ chia được một mũi đá sầm rạp dưỡng vô thực đó sái đồng hạt và tránh dân to thực hiện và tránh dân cho đó làm hạt tim mùi đó làm hạt tim mùi cái tha cái ảnh này đầm lai và vậy ít và nít tay cao nít đi ôn khơi chắc tay cao nít cứ chỉ tay cao cái để mình trồng thèn nít cứ chỉ ít bò thì nít cứ ọt đắng cứ ít để mình trồng cho mông cài lấy cứ bay xong thì mát trồng cho mông cài hàng vây thì cứ buồn đó và chắc cái này ít chắc như ba đồng một mảnh cứ tam thì smart pi gỡ và đào tay cao hàng lời chỉ tay cao cái tay cao hàng sam chỉ tay cao cái chắc những cái ban tam thì smart pi gỡ những cái ban tha bao thì nuôi cái đấy cứ smart nâng phật báu cái đấy đi trồng chọn một cái cho như tiền bạn cái đấy smart nâng bay cái đấy buồn cái đấy dùng tiền buồn cái đâu muối buồn bộ đâu muối pi pram tiền nhỏ ít cứ smart rước pi pram trên một bàn phàm mà nó có cái đấy nó dương thời hiện mình tim muối xanh á và miền pi cái xanh hay chủng luôn đã xanh tiến tiền nhỏ ít thời bột đỏ tại để xa trốn điều sắc xa thế ảo vì chủng hiến và giờ mình ta từ nào bột trồng thấy cao khởi đọt 7 mét, đọt 4 mét, đọt 2 cm viêm đà thì bây giờ sắc xá của cái trường liệt bạn chắc dân khơi trong lòi mùi đôi nít của vài ít mà từ đằng prang và to từ thiệt như chỗ mà đo trong đây tp vàคือchỉ pi thốngคือdân sắc xa từ là ca là vật thực sự bọt mà đó ta ca là vật thực sự bọt pi từ cửa nóคือdân là vật về bạn mấy cái lần mà chỗ đó pi dịch mùi ca là vật từ sự bỏ từ đá có tái dương anh hoạt động bay cả nghề đồng hoạt trong con anh song tết mơ rụp đi mở ta rụp đi chỉ rụp vào với và hai vì miền trong miền ấy nó về miền tổng vùng ba mấy class hai trong đại bọn này khơi ta dương ai thì gì bạn ta chọn đi chợ ấy chọn đi chợ ấy đó và cho dừng mời thì mới và cho dừng to đó và mọi cà phê mà cho hộp ní cứ chia cà rê và mít chọn đi của á đại cục phải vì cục bộ mùi thằng nồng đó nếu những ai hay ta phụ cao bao đó và cụ còn bao cái gì phụ cao là nguyên có trùng và nơi thằng nồng và có trùng nơi thằng nồng và chứ có trùng biết đây cái chương có trùng đôi dừng cùng có trùng mấy những ai chủ có trùng khơi nhá nè tạm diện từ sự bật bị cửa vậy cô thì người đấy đây cái đấy smart từ a cái đấy bộ a cái đấy bộ a cái đấy pi a cái đấy tên một đề bàn chừng đặt tỏ tiền đó lúc hạt tạm dạo lúc đó cái này cùng vòng con trúng xong chưa cùng vòng con trúng với toàn chân chỉ lấy thì đấy để xa dừng toàn ao chỉ đầm lại có nó dừng còn ao chỉ đã là nhà sân và dừng thành là dừng trình độ a đại phần mát những ai khơi chứng cái này con trúng bỏ cái đấy để mình trồng a và chẳng tạm từ sự bật từ cớ nó bao thải bao từ đấy cứ đây cái này smart a cái đấy bộ a cái đấy
mình còn muối a đấy mình còn muối bộ cho này pi a đấy pi a đấy chẳng tên nhột đấy nó mày đấy nhưng bao cái đấy tới trên đấy cái đấy và pi a đấy a trên muối trên một cáiនេះគឺយើងសិក្សាពីជំនាញហើយបាទគ្រូអាចារ្យបាត់ដាក់ដំណើរនេះខាងបានដែរព្រោះដោយសារលំហាត់នេះយើងបដោតទៅលើចំណោទជ្រុងបាទជ្រុងគឺ A គឺដឹងតែពីជំនាញហើយណាបាទអញ្ចឹងនេះគឺយើងពេញមករូបមន្តមួយបាទលំហាត់ទី3គេថាគណនីកម្ពស់នៃត្រីកោណសមាំងបាទគណនីកម្ពស់នៃត្រីកោណសមាំងបាទ ABC យើងស្គាល់អីទៅជាត្រីកោណសមាំងបាទធ្លាប់លើកដែរទេត្រីកោណសមាំងជាត្រីកោណដែលមានលក្ខណៈពិសេសដូចនេះបាទបាទចឹងយើងតទៀតបាទគណនីកម្ពស់នៃត្រីកោណសមាំង ABC មួយដែលមានរង្វាស់ជ្រុង A អញ្ចឹងមានន័យថាត្រីកោណសមាំងគឺជាត្រីកោណដែលមានជ្រុង3ប៉ុនគ្នាហើយមុំទាំង3ហ្នឹងមានរង្វាស់ស្មើគ្នាទាំងអស់គឺ60ដឺការ៉េទាំងអស់ណាបាទកម្ពស់អីទៅកម្ពស់បាទកម្ពស់ AH បាទចាំឯងយើងកម្ពស់អីគេជាកម្ពស់និយមន័យកម្ពស់គឺជាអីបាទកម្ពស់គឺជាអង្គដែលគូចេញពីកម្ពូលមកកែងនឹងបាទពូល A មកកែងនឹងបាទ BC បាទដែលកាត់ BC នេះគូមកកាត់ BC បានចំណុចមួយចំណុចហ្នឹងយើងហៅថាហាក់គេប្រាប់ទៀតថាត្រង់ចំណុចកណ្ដាលអញ្ចឹងបើត្រង់ចំណុចកណ្ដាលហាក់មានន័យថា BH ជាមួយ CH នេះវាស្មើគ្នាឬក៏ស្មើទៅនឹងបាតហ្នឹង BC ចែកជា2បាទជាមួយយើងតាមដានទៀតមកតើគេចង់បានអីគេបាទអញ្ចឹងយើងគណនាកម្ពស់ AH នេះត្រីកោណសមាំង ABC បាទអញ្ចឹងកម្ពស់នេះយើងអាចយកឃើញបាទអញ្ចឹងយើងអាចនិយាយបានថាបើសិនជាខ្លួនឯងរកចង់រកពូឃើញខ្លួនឯងចង់និយាយត្រីកោណ A3H ក៏បានឬក៏ត្រីកោណ ACH ក៏បានដែរណាអញ្ចឹងគ្រូសូមនិយាយទៅលើត្រីកោណ A3H ចុះចុះក្នុងត្រីកោណ A3H ហ្នឹងកែងត្រង់ H បាទកែងត្រង់ H អញ្ចឹងបើសិនជាវាជាត្រីកោណកែងយើងមិនអាចចោលបានទេលោកពីតើហ្នឹងព្រោះវាមានលក្ខណៈពិសេសដែលយើងអាចរកទ្រឹស្ដីពីតើហ្នឹងឃើញបាទអញ្ចឹងតាមទ្រឹស្ដីពីតើអ៊ីប៉ូត្រង់ការ៉េគឺ AB ការ៉េស្មើទៅនឹង BH ការ៉េបូក AH ការ៉េបាទអញ្ចឹងខ្លួនឯងជួបមកដោយ AB គឺមានរង្វាស់ស្មើ A តូច BH គឺស្មើទៅនឹង AC ណាហកតា BC នេះគេប្រាប់ហកតាអញ្ចឹង BH ស្មើ AC ស្មើបាត BC ចែកជា2ស្មើ A លើ2ណាដោយសារហកតាអញ្ចឹងយើងធ្វើការចំនួនមក AB ហ្នឹងគឺ A ធំ B ធំលើជាការ៉េ AB ប្រវែងជុំវាគឺ A តូចលើជាការ៉េស្មើទៅនឹង BH គឺ A លើ2លើជាការ៉េបូកកម្ពស់ AH ការ៉េបាទគូទេញ AH ការ៉េ A ការ៉េនេះទុកវាត្រឡប់វាម៉ោងទី1ណាគ្រូធ្វើការបង្វិលវាម៉ោងទី1អញ្ចឹងសេអាការ៉េមុនបូក A ការ៉េលើ4ស្មើទៅនឹង A ការ៉េទេញ AH ការ៉េបាទបូក A ការ៉េលើ4ទៅអង្គទី2បាទអញ្ចឹងអង្គទី2នេះគឺ A ការ៉េ A ការ៉េលើ4បោះទៅដល់ A ការ៉េលើ4គណនាមកដល់គេបាយមកស្មើ 3A ការ៉េលើ4បាទអញ្ចឹងគូទេញ AH បោះការ៉េទៅចេញឬការ៉េនេះ A ចេញរួច4ចេញរួចអញ្ចឹង A លើ2ឬ3បាទនេះណាបាយដែរគ្នាយើងបាទប៉ុណ្ណឹងយើងអាចចាប់បានដែរទេប៉ុណ្ណឹងបាទអញ្ចឹងគូគិតថាវីដេអូគូបញ្ចប់តែប៉ុណ្្នឹងសិនណាបាទចាំជួបគ្នានៅវីដេអូទី2បន្តទៀតបាទអរគុណច្រើន